នមត្ថរតនតយសៈខ្ញុំប្រកាសណាសូមនមស្ការចំពោះប្រជុំ3នៃប្រតនត្រ័យដោយសេចក្តីគោរពសពកាលបន្តទៅទៀតនេះខ្ញុំបកណាអាត្មាភាពនឹងលើកនៅទានវិភចនកថាមកសម្ដែងមុននឹងសម្ដែងអាត្មាភាពសូមអធិស្ឋានចំពោះសំឡេងកងរំពងពីខាងក្រៅសូមញាតិញោមជាពុទ្ធបរិស័ទជ្រះថ្លាអនុមោទនាដូចតទៅការឲ្យទានជាប្រវេណកិច្ចដ៏ប្រសើររបស់កល្យានជនជាចរិយាដ៏ល្អវិសេសរបស់បណ្ឌិតទាំងឡាយមានប្រពោធិសត្វជាដើមដែលលោកតែងតែបំពេញទុកជាឧបនិស្ស័យរៀងរាល់ជាតិមិនដែលរំលងកម្រៃនៃការឲ្យទាននេះរមែងនាំបណ្ដាលឲ្យសម្រេចប្រយោជន៍គឺសេចក្តីល្អនិងសេចក្តីសុខនិងសេចក្តីចម្រើនដល់បុគ្គលអ្នកធ្វើនោះជាច្រើនប្រការធម្មទេសនាដែលប្រលោកនាថទ្រង់ត្រាស់សម្ដែងអំពីទាននោះមានច្រើនជាអនេកហួសវិស័យនិងពរនាឲ្យសពគ្រប់អស់បានតែបើកំណត់ឈ្មោះតាមប្រភេទដែលផ្សេងគ្នាដោយចេតនានិងតេយ្យវត្ថុមាន3យ៉ាងទី1គឺចាកចេតនាទានណាំងចេតនាដែលលះតេយ្យវត្ថុឲ្យដល់បុគ្គលដទៃឈ្មោះថាទានទី2វិរតិទានណាំងចេតនាដែលវាលែងចាកអំពើអាក្រក់មានវាចាកបាណាតិបាតជាដើមឈ្មោះថាទានទី3តេយ្យធម្មោទានណាំងតេយ្យធម៌គឺវត្ថុដែលគេត្រូវលះឲ្យដល់បុគ្គលដទៃឈ្មោះថាទានបណ្ដាទានទាំង3យ៉ាងនេះលើកវិរតិទានចេញមិនអធិប្បាយក្នុងទីនេះទេព្រោះលោកចាត់ថាជាអភ័យទានបានដល់ការកាន់សិល5ឯណោះដោយឡែកឯចាកចេតនាទាននិងតេយ្យធម្មទានទាំងពីរនេះពិតជាមានឈ្មោះផ្សេងគ្នាតាមប្រភេទមែនប៉ុន្តែជាធម្មជាតិមិនអាចនឹងញ៉ាំងកុសលឲ្យសម្រេចបានដោយឡែកពីគ្នាឡើយព្រោះថាបើបុគ្គលមានតែចេតនាបំរុងលះឲ្យតែគ្មានតេយ្យវត្ថុនឹងលះឲ្យក៏ធ្វើជាទានមិនកើតឬមានតេយ្យវត្ថុល្មមលះដែរឲ្យតែគ្មានចេតនាសម្រាប់លះឲ្យក៏ធ្វើឲ្យកើតជាទានមិនបានលុះតែមានចេតនានិងតេយ្យវត្ថុព្រមគ្នាទាំងពីរទើបបុគ្គលធ្វើឲ្យសម្រេចកើតទៅជាទានឡើងបានឥឡូវនេះនឹងលើកយកទានពីរប្រការដែលមានក្នុងគម្ពីរអង្គតរនិកាយទុក្កនិបាតមករៀបរៀងទុកជាគោលដើមតាមលំអានពុទ្ធភាសិតថាទ្វេមាននិភិក្ខវេទានានិកតមានិទ្វេអមិសទានញ្ចៈធម្មទានញ្ចៈអេតតកាំងភិក្ខវេអ៊ីមេសੰធ្វនੰទានានੰយតិទាំងធម្មទានੰប្រែធម្មនាលភិក្ខុទាំងឡាយទានមាន2ប្រការទានទាំង2ប្រការតើដូចម្ដេចទានមាន2ប្រការនោះគឺអមិសទានការឲ្យអមិសៈជាទាន2ធម្មទានការឲ្យធម៌ជាទានមនាលភិក្ខុទាំងឡាយបណ្ដាទានទាំង2ប្រការនេះធម្មទានជាទានប្រសើរជាងអមិសទានអមិសទានទេយៈទាំងឡាយដែលប្រកបដោយសទ្ធាលះតេយ្យវត្ថុគឺបច្ច័យ4យ៉ាងនឹងទានវត្ថុទាំងឡាយ10យ៉ាងឲ្យដល់ស្មោមទាំងពួងហៅថាអមិសទានបច្ច័យ4នោះគឺជ័យវរបច្ច័យជ័យពោស្បង់សង្ឃេដីជាដើមបើសម្រាប់ក្រហោះគឺបានដល់សម្ពុតព្រមទាំងគ្រឿងដណ្ដប់ទាំងឡាយទាំងពួងទី2បណ្ឌបាតនបច្ច័យបានដល់ភោជនីយអាហារមានបាយទឹកនំនេកម្ហូបត្រីសាច់ជាដើមសេនាសនៈបច្ច័យបានដល់ទីសម្រាប់ដេកសម្រាប់អង្គុយមានកុដិសាលាជាដើមគិលានភេសជ្ជៈបច្ច័យទានគឺថ្នាំជាបច្ច័យសម្រាប់រក្សាជំងឺថ្នាំត្រាំដោយទឹកម៉ូតជាដើមទានវត្ថុ10យ៉ាងនោះគឺអានំគ្រឿងបរិភោគគឺបង្អែមចម្អាតគ្រប់មុខប៉ាណាំងទឹក8ប្រការមានទឹកដែលគេធ្វើដោយផ្លែឈើស្វាយជាដើមវត្តថាំងសម្ពុតស្លៀកនិងសម្ពុតដណ្ដប់ជាដើមយានណាំងយានតែញ៉ាំងឲ្យដំណើរសម្រាប់មានរត់ជាដើមមានស្បែកជើងជាទីបំផុតមានលាផ្កាឈើគ្រប់យ៉ាងដែលគេក្រងហើយស្រេចហើយឬមិនទាន់ក្រងកន់ទាំងគ្រឿងក្រអូបដែលជាគន្ធជាតិមានក្លិនទាំងអស់និងគ្រឿងផ្សំដែលគ្រឿងក្រអូបមានគេក្លិនក្តីមិនមានក្លិនក្តីវិលេបណាំងគ្រឿងលាបគឺវត្ថុសម្រាប់លាបស្បែកខាងក្រៅគួរជាទីត្រេកអរនិងជាទីពេញចិត្ត
សយណាំងទីដេកទីកន្លែងសម្រាប់អង្គុយមានក្រេតាំងនិងជាមព្រំជាដើមអាវៈសថាំងទីនៅឬគេហដ្ឋានជាទីនៅឬទីជ្រកកោនសម្រាប់ការពារនៅសេចក្តីអន្តរាយសេចក្តីលំបាកមានខ្យល់និងកម្ដៅថ្ងៃជាដើមបฏิប័យយ៉ាងប្រទីបគឺគ្រឿងប្រទីបសម្រាប់ដុតបំភ្លឺមានអំបែងនិងប្រឆេះគោមចង្គៀងជាដើមបច្ចុប្បន្នគឺអកិសនីអមេសទាននេះព្រះសម្មាសម្ពុទ្ធ